ជំរាបសួរអញ្ចឹងបន្ទាប់ពីយើងបានបង្កើតទៅលើ property អីរួចរាល់ហើយយើងអាចធ្វើការលក់បាទធ្វើការលក់ property អញ្ចឹងបើយើងក៏លេខមកមើល property យើងមុននឹងលក់យើងឃើញថា property របស់យើងដាក់ភេទវាសម្រាប់អឺ foreign ទាំងអស់ណាយើងដាក់ថា foreign អញ្ចឹងអឺដើម្បីអាចលក់បានគឺយើងត្រូវបដូរ status ឬក៏យើងបង្កើតបញ្ចូលនៅ property ថ្មីដែលដាក់ប្រភេទរបស់វាជាសម្រាប់លក់បាទអញ្ចឹងកន្លែងនេះខ្ញុំសូមបដូរ status វា edit កន្លែងនេះហើយបដូរ tab នេះទៅជា for sale វិញបាទហើយយើង save វាមកបាទយើង save មកអញ្ចឹងវានឹងទៅជា for sale ដូច្នេះពេលហ្នឹងយើងអាចទៅលក់បានហើយអញ្ចឹងនៅក្នុង menu មួយគឺឈ្មោះថា sales នៅក្នុងហ្នឹងមាន3ផ្នែកគឺមាន bookings ហើយនិង sale បាទអញ្ចឹងខ្ញុំសូមនិយាយតាក់ទងជាមួយនឹង booking មុនបាទចំពោះអតិថិជនដែលគាត់អត់ទាន់មានការបង់ប្រាក់អីទេគាត់គ្រាន់តែមកកក់បាទកក់បន្ទប់របស់យើងអាចធ្វើការ booking យើងចូលកន្លែង booking បន្ទាប់មកទៀតគឺយើងចុច create យើងជ្រើសរើស property បាទយើងមានតែមួយនឹងទេតែបើយើងមានច្រើនយើងអាច search តាមលេខកូដរបស់ property ឬក៏ unit របស់យើងនឹងបាទយើងអាច search វាក៏ប៉ុន្តែដោយសារតែពី property កន្លែងនេះមកគឺយើងដាក់ property សម្រាប់ sale មានតែមួយអញ្ចឹងវាចេញតែមួយនឹងមកទេអញ្ចឹងយើង select យកតែម្ដងយើងអាច select បានលើសពីមួយណាបើករណីអតិថិជនគាត់កក់2 unit ឬក៏3អីចឹងទៅយើងអាច select បានច្រើនបាទបន្ទាប់មកគឺយើងជ្រើសរើសយកអតិថិជនបាទអតិថិជនហើយយើងជ្រើសរើសថ្ងៃកក់អញ្ចឹងជាទូទៅby default គឺវានៅក្នុងថ្ងៃដែលយើងធ្វើវាហ្នឹងអញ្ចឹងខ្ញុំធ្វើនៅថ្ងៃទី23ខែ5វាចេញមកអញ្ចឹងហើយ expire date គឺថ្ងៃផុតកំណត់ហ្នឹងគឺនៅថ្ងៃ30បាទអញ្ចឹងsystem វាដាក់ឲ្យ7ថ្ងៃអញ្ចឹងយើងអាចបដូរវាបានដោយ select អញ្ចឹងចំពោះការ select date នេះយើងអាចបើសិនជាទៅថ្ងៃវែងយើងអាចរើសយកខែចេះតែម្ដងហើយយើងរើសយកថ្ងៃបាទបើឆ្នាំទៀតយើងទៅរើសយកឆ្នាំតែម្ដងនេះយើង scroll តាមឆ្នាំយើងរើសឆ្នាំណាបាទបាទអញ្ចឹងហ្នឹងគ្រាន់តែជាផ្នែកមួយអូខេតបមកការកក់ហ្នឹងតើយើងមានការ discount អត់ទៅលើ property របស់យើងដែលមានតម្លៃ$10000ហ្នឹងអញ្ចឹងបើសិនជាមានយើង discount មកតែអត់ទេដាក់0អញ្ចឹងមកតមកតើគាត់ deposit ប៉ុន្មានមានថាគាត់កក់ប៉ុន្មានបាទគាត់កក់ឧទាហរណ៍ថាគាត់កក់$500បាទ$500គាត់កក់តាមរយៈ ABA ហើយតាមរយៈអ្នកលក់ម្នាក់នេះបាទអ្នកលក់បើសិនជាអត់មានយើងអត់ចាំបាច់ select ក៏បានដែរបាទអញ្ចឹងយើងរក្សាទុកបាទអញ្ចឹងមានន័យថាគាត់បានកក់ជោគជ័យហើយយើងអាច print receipt ឲ្យគាត់បានដោយនៅកន្លែងនេះយើងចូលមកកន្លែង receipt នេះមកយើង print receipt ឲ្យគាត់បាទយើង print receipt ដើម្បីបញ្ជាក់ថាគាត់បានបង់ប្រាក់អីចឹងជាដើមបាទអូខេអញ្ចឹងនៅក្នុងនេះយើងមាន document បើសិនជាការកក់ហ្នឹងមានឯកសារផ្លូវការណាមួយយើងអាច upload ចូលនៅកន្លែងនេះបានដើម្បីទុកជាឯកសារយោងបាទអញ្ចឹងយើងអាចចុច create មកហើយយើង choose file ហើយ description អំពី document មួយហ្នឹងមកយើងរក្សាទុកបាទនឹងជាផ្នែក add on មួយហើយនៅក្នុងផ្នែក general យើងឃើញមានព័ត៌មានដែលយើងកក់បាទលេខកូដកក់យើងកក់ថ្ងៃណាផុតកំណត់ថ្ងៃណាបាទ property price បាទតម្លៃដែលយើងកំណត់ហើយតម្លៃដែលយើង discount ប្រមាណបន្ទាប់ពី discount ហើយវានឹងសល់ប្រមាណបាទហើយគាត់កក់ប្រមាណបាទយើងបានកក់ហ្នឹងចុះនៅក្នុងប្រព័ន្ធយើងនៅថ្ងៃណាបាទគឺយើងបានកត់ត្រាទុកបាទបាទខ្ញុំសូមបង្ហាញផ្នែកមួយទៀតនៅក្នុងផ្នែក receipt នេះគឺយើងអាចករណីថាឥឡូវវាផុតកំណត់ហើយឧទាហរណ៍ផុតកំណត់ឧបមាណាផុតកំណត់អញ្ចឹងយើងអាចចូលមកក្នុងផ្នែក receipt នេះធម្មតាបើយើងផុតកំណត់យើងអាចថាចូលមកកន្លែងនេះណាហើយយើងចូលមកកន្លែងហ្នឹងតោះមកយើងចុចយកកន្លែងនេះយើងអាចយក detail បាទ detail មកហើយឬក៏មិនមែន detail ក៏បានដែរយើងយកនេះ extend នេះ extend ហ្នឹងគឺមានថាផុតកំណត់យើង extend មកវា load អានេះឲ្យអញ្ចឹងយើង
ធ្វើទៅថ្ងៃណាអាហ្នឹងណាបាទយើងកំណត់ថ្ងៃ expire ថ្មីមកបាទយើងកំណត់ expire ថ្មីបាទឬក៏យើងដាក់ amount ទៅវាខុសអីយើងក៏អាចធ្វើកន្លែងហ្នឹងដែរយើងរើសយក book date ថ្ងៃហ្នឹងដដែល expire ថ្ងៃដដែលអញ្ចឹងទៅហើយយើងថែម amount បាទហើយ payment method ប្រហែលអញ្ចឹងបើសិនជា extend ក៏វាត្រូវដែរហ្នឹងណាបាទអញ្ចឹងឧទាហរណ៍ថាយើង extend ឲ្យវាទៅថ្ងៃទី7ចុះបាទថ្ងៃហ្នឹងដដែលហើយយើងថែមគាត់ថែម$100ទៀតតាម APA បាទអញ្ចឹងយើង sell មកឥឡូវរួចរាល់ហើយអញ្ចឹងគឺយើងអាច print receipt អញ្ចឹងឃើញវាមានលើកទី1លើកទី2បាទយើង print receipt ឲ្យគាត់ម្ដងទៀតបាទអញ្ចឹងសរុបប្រាក់គាត់គឺគាត់$600ហើយអញ្ចឹងឧទាហរណ៍ឥឡូវដល់ថ្ងៃដែលគាត់មកទទួលបាទចុះកុងត្រាហើយបាទគាត់មកទទួលចុះកុងត្រាយើងអាចធ្វើការចុចកន្លែងនេះឃើញ sell បាទ sell យើងចុចលើ sell ហ្នឹងឬក៏នៅក្នុងនេះក៏មានដែរឃើញ sell តែកន្លែងនេះកន្លែង edit បើសិនជាខុសយើងអាច edit ប៉ុន្តែអានេះបន្ទាប់ពីលក់ហើយយើងអាច edit បានទេយើងអាច edit បានទេបាទអូខេចំពោះប៊ូតុង sell នេះឧទាហរណ៍យើងអាចនៅក្នុង booking នេះយើងអាចចុចពីកន្លែង sell នេះទៅក៏បានដែរឃើញយើងមាន option ច្រើនយើងអត់ឲ្យទៅវិញទៅមកយើងអាចចូល detail ក៏បានឬក៏ចូល sell នេះយកតែម្ដងក៏បានឃើញវាចូលមកកន្លែង sell ឬក៏បើយើងនៅក្នុងស្រាប់មុននឹង sell យើងលក់ចុចមើល detail សិនថាគាត់កក់បានអីបានអញ្ចឹងណាយើងចូលមកឃើញព័ត៌មានunit អីអញ្ចឹងទៅយើងមើល receipt គាត់កក់2លើកហើយអញ្ចឹង$600អញ្ចឹងយើងអាចធ្វើការលក់បានណាថ្ងៃហ្នឹងចុះកុងត្រាបានណា sell ហ្នឹងស្មើនឹងចុះកុងត្រាចូលស្នាក់នៅហើយបាទអញ្ចឹងយើងចុចលើហ្នឹងអញ្ចឹងមានថាយើង create sell នេះពី booking ដែលមានលេខយោងប៉ុណ្ណេះណាមានលេខយោងប៉ុណ្ណឹងអញ្ចឹងយើងsell យើង sell ថ្ងៃណាយើងរើសមកណាយើងរើស sell មកហើយ customer ដដែលទេយើងអត់មានទៅបដូរអីទេបាទហើយ property ក្នុងករណីដែល sell គាត់ចង់បដូរ property ក៏យើងអាចធ្វើការ edit បានដែរយើង edit នៅក្នុង booking នោះវិញយើងចុចលើនេះទៅវាទៅហើយបាទឬក៏គាត់ថ្ងៃធ្វើកុងត្រាគាត់ចង់ថែម deposit គាត់យើងថែមមកបាទយើងថែម deposit នៅកន្លែងហ្នឹងមកបាទចង់ edit កន្លែងនេះយើង edit នេះបាទយើងអាច edit អីហើយនេះ edit ហ្នឹងគឺ edit បដូរ property បដូរអីចឹងណាហ្នឹងហើយអញ្ចឹងយើងបកក្រោយវិញយើងមកកន្លែងនេះអញ្ចឹងឧបមាថាឥឡូវវាព័ត៌មានហ្នឹងត្រឹមត្រូវអស់ហើយយើងគ្រាន់តែរើសយកបាទពេលលក់ហ្នឹងយើងអត់មាន discount អីទៀតទេអញ្ចឹងយើងយកជាបង់រំលោះចុះណាបាទជាទៅយើងបង់រំលោះអញ្ចឹងយើងរើសយក installment ហើយ deposit ហ្នឹងតើអាលុយនេះ$600ដែលគាត់បាន deposit ហ្នឹងយើងយកទៅគិតជា principal ឬក៏ទុកបង់នៅក្នុង schedule មានន័យថា principal payment មានថាអូខេប្រាក់10000គាត់ដាក់$600ហើយអញ្ចឹងនៅសល់តែ$9400សល់$9400យើងយក$9400ហ្នឹងទៅធ្វើបង់រំលោះបាទយើងអត់សរុបទាំង10000ទេប៉ុន្តែបើយើងយក schedule payment គឺយើងយក10000ទៅធ្វើ schedule ហើយអា$600នេះបង្វែរទៅជាប្រាក់បង់ប្រចាំខែនៅលើ schedule ហ្នឹងបាទអញ្ចឹងជាទៅយើងរើសយក principal payment បាទអូខេយើង save មក note នេះបើសិនជាមានយើង note មកណាយើងវាបញ្ចូលមក testing note អីចឹងទៅណាខ្ញុំឧទាហរណ៍ទេយើងចុចរក្សាទុកបាទអញ្ចឹងយើងឃើញចូលមកកន្លែងនេះកាលវិភាគបង់ប្រាក់ប៉ុន្តែអត់ទាន់មានបាទអត់ទាន់មានបាទវាចេញតែព័ត៌មានសង្ខេបឲ្យយើងថាអូខេunit ទីប្រមាណ floor ទីប្រមាណជាន់ទីប្រមាណអញ្ចឹងណាបើចុចមួយណាអញ្ចឹងទៅពេលណាគេជាអ្នកលក់បាទតម្លៃប្រមាណបាទ loan អីនេះអត់ទាន់មានទេ loan debt នេះអត់ទាន់មានទេបាទ discount អត់មានបាទ down payment $600គឺអា principal ហ្នឹងណាបាទអូខេយើងវាមានព័ត៌មានលម្អិតអញ្ចឹងហើយព័ត៌មានមួយចំនួនវាអត់ទាន់មានដូច្នេះយើងត្រូវការកាលវិភាគបង់ប្រាក់ឬក៏ payment schedule ហ្នឹងបាទអញ្ចឹងយើងកន្លែងនេះយើងចុចលើ generate schedule បាទ generate schedule ហើយចាំ print ឲ្យគាត់បាទអញ្ចឹងយើងpayment យើងរើសយកថ្ងៃអូខេគាត់ចាប់ផ្ដើមបង់ពីថ្ងៃហ្នឹងឧទាហរណ៍ជាទៅយើងយក loan template នេះយក custom ក៏បានឬក៏យើងមាន template ឲ្យស្រាប់យើងអាចជ្រើសរើសយក template ទាំងអស់ហ្នឹងឧបមាថា15ឆ្នាំការប្រាក់12% អីចឹងទៅអាហ្នឹងគឺ template ជាទៅយើងយក custom ណាបាទយើងយក custom ហើយកន្លែងនេះមាន2ផ្នែកទី1គឺផ្នែកinterest payment ណាសំទោស no interest payment មានន័យថាការលើកលែងការបង់
មានថាបង់គ្មានការប្រាក់រយៈពេលប្រហែលខែបាទអញ្ចឹងឧបមាថាឥឡូវលើកលែងការបង់ប្រាក់ហ្នឹងដោយគ្មានការប្រាក់រយៈពេល3ខែបាទឬក៏5ខែតាមហ្នឹងណាហ្នឹងហើយអញ្ចឹងក្នុងមួយខែគាត់បង់$300ឧទាហរណ៍$300អញ្ចឹងរយៈពេល5ខែអញ្ចឹងស្មើនឹង$1500បាទចប់ពីហ្នឹង interest payment នៅសល់បើយើងកាត់ធម្មតាយើងនេះ$9400ដក$1500ចេញនៅសល់$7900អញ្ចឹង$7900នេះយើងយកមកគិតសម្រាប់ការបង់ប្រាក់ដែលមានការប្រាក់ឧទាហរណ៍ថាការប្រាក់យើង1%ក្នុងមួយខែឬក៏12%ក្នុងមួយឆ្នាំបាទអញ្ចឹងជាទូទៅយើងយកបង់ថេរអាស្រ័យលើចំនួនខែឬក៏យើងយកបង់ថេរអាស្រ័យលើចំនួនការប្រាក់អាហ្នឹងវាមានភាពខុសៗគ្នាអញ្ចឹងខ្ញុំបង្ហាញជាទៅសិនអានេះគឺជាទៅគឺគេប្រើរូបមន្តខាងលើហ្នឹងណាពេញនិយមអញ្ចឹងយើងយកបង់ថេរអាស្រ័យលើចំនួនខែឧទាហរណ៍ថាឥឡូវយើង9000សំទោស7900ការប្រាក់1%អញ្ចឹងគាត់ចង់បង់រយៈពេល12ខែអញ្ចឹងបើ12ខាងលើ5ទៀតប្រហែល18ខែសំទោស17ខែឥឡូវឧទាហរណ៍ថា24ខែចុះ2ឆ្នាំអញ្ចឹង2ឆ្នាំ24អញ្ចឹងយើង24ដក5ទៀតសល់19បាទ19ខែយើង generate មកនេះវាបង្ហាញឲ្យយើងឃើញទេអញ្ចឹងគឺមានរយៈពេល2ឆ្នាំដែលរយៈពេល5ខែមុនដំបូងគឺគាត់បង់ឥតការប្រាក់0បាទbalance គាត់ថយដល់ខែទី6គាត់ត្រូវបង់ឡើងដល់$449ថេររហូតហើយការប្រាក់ប៉ុណ្ណេះអញ្ចឹងវាកាត់ក្បៀសកាត់កងចុះឡើងនៅសល់ក្បៀសចុងក្រោយដែលយើងយកមកទូទាត់នៅផ្នែកចុងក្រោយខែក្រោយគេមិនអស់អញ្ចឹង balance គាត់0អញ្ចឹងយើង confirm ទៅថាអូខេឥឡូវត្រូវហើយ set យល់នឹងត្រូវហើយយើងចង់បានអញ្ចឹងយើង save មកតែបើអត់ទេយើង regenerate ឡើងវិញណាយើងមើលវាឡើងវិញបាទយើងកែសម្រួលទិន្នន័យនៅលើនឹងឡើងវិញទៅតែបើត្រូវយើងចុច generate ម្ដងទៀតយើងចុច save មកបាទអញ្ចឹងបន្ទាប់ពី save យើងឃើញថា schedule យើងមកហើយបាទយើងមកហើយបាទអញ្ចឹង schedule យើងមកយើងឃើញមានព័ត៌មាន fill ចូលមកឡើងពេញតាមហ្នឹងទៅបាទហេអញ្ចឹងនៅលើនេះបន្តអស់នេះយើងគ្រាន់តែ regenerate ករណីថាយើង generate ទៅខុសយើងធ្វើ schedule នឹងឡើងវិញអញ្ចឹងណាអញ្ចឹងយើងធ្វើ generate ឡើងវិញមកបាទធ្វើដូចដែលខ្ញុំបង្ហាញមិញអញ្ចឹងណាហ្នឹងហើយប៉ុន្តែចុះឥឡូវឧទាហរណ៍វាត្រូវហើយគាត់ចាប់ផ្ដើមបង់ប្រាក់បាទអញ្ចឹងយើងចុចលើ payment បាទចុចលើ payment យើងឃើញនៅកន្លែងនេះគឺជាបញ្ជីបង់ប្រាក់មានថាប្រាក់ដែលគាត់បានបង់តាមខែនីមួយៗអញ្ចឹងបើយើងចុចទៅកន្លែងនេះទៅវាទៅកន្លែង schedule វិញបើយើងចុចលើ payment មកកន្លែង payment បាទប្រវត្តិ payment គាត់នៅក្នុងនេះអញ្ចឹងឥឡូវបង់ខែទី1អញ្ចឹងយើងចុចលើ new payment មកណាបាទចុចលើ new payment មកនេះអញ្ចឹងគឺគាត់បង់$300យើង straight យក payment method មក bank account អត់ទាន់មានយើង save ចាំមកឧទាហរណ៍បង់តាម ABA ធម្មតា ABA យើងមានមានអីចឹងទៅយើងអាចវាយបញ្ចូលលេខ account ស្រាប់នៅក្នុងហ្នឹងក៏បានដែរដោយយើងកំណត់នៅក្នុង setting ណាយើងកំណត់នៅក្នុង setting ឧទាហរណ៍ធនាគារ ABA account លេខ001ធនាគារ AC ដែល account លេខ002ឧទាហរណ៍អញ្ចឹងយើងវាយបញ្ចូលក្នុងហ្នឹងតែម្ដងក៏បានដែរអូខេឥឡូវយើងយក ABA អញ្ចឹងចុះយើង save សំទោសកន្លែងនេះយើងត្រូវបញ្ចូលបរិយាយបន្តិចឧទាហរណ៍បង់ខែដំបូងអីចឹងទៅបង់ខែដំបូងយើងរក្សាទុកមកនេះអញ្ចឹងខែទី1គាត់បានបង់អញ្ចឹងយើងអាច print receipt ឲ្យគាត់បានបាទ print receipt ឲ្យគាត់បានបង់ប្រាក់បាទជាការស្រេចហ្នឹងគឺ process ក្នុងការលក់ការចេញនៅpayment schedule ការ payment ទៅលើ schedule មួយនិងវិក័យប័ត្របង់ប្រាក់ផ្សេងបាទយើងអាចធ្វើនៅក្នុងហ្នឹងយើងអាចចូលទៅ schedule list វិញយើងឃើញថាខែទី1នេះបានបង់ប្រាក់រួចរាល់បាទបង់ប្រាក់រួចរាល់យើងអាចធ្វើការបដូរអីទៀតបានទេបាទដល់ខែទី2យើងចង់បង់ទៀតបើមិនគាត់ចង់បង់ទុកមុនយើងបង់មកវាលោតទៅតាមខែហ្នឹងឃើញវាចូលដល់ខែបង់លើកទី2នេះបាទយើងមានពេលនឹងទីអីអត់បាទបង់ប្រាក់ហ្នឹងយើងអាចខ្វះសិនក៏បានដែរករណីខ្លះណាប៉ុន្តែជឿទៅយើងមិនទទួលទេអារឿងខ្វះហ្នឹងតែកាលណាខ្វះអញ្ចឹងយើងពិបាកក្នុងការគិតគណនា
ប្រាក់ចំណូលចំណាយហើយអញ្ចឹងជាទៅតាមយើងគឺយើងដាក់ឲ្យវាសុំអតិជនឲ្យបង់ពេញមកបាទអញ្ចឹងយើងអាចបង់ខែទី2អីតទៀតអញ្ចឹងបានបាទយើងអាចបង់អញ្ចឹងបានគាត់ថា testing អញ្ចឹងទៅសុំទោសtesting អញ្ចឹងទៅណាហ្នឹងហើយយើងរក្សាទុកមកហ្នឹងហើយចានេះខែទី2យើងអាច print ទាំងអស់ហ្នឹងក៏បានដែរអានេះយើង print មួយឬក៏យើង print ទាំងអស់អញ្ចេះក៏បានដែរបាទយើង print ទាំងអស់អញ្ចេះយើងបកទៅ schedule វិញបង់ហើយយើងចង់ print schedule នេះឲ្យគាត់មួយស្លឹកទៀតក៏បានដែរបាទគឺយើង flexible យើងអាចមានច្រើន option បាទអញ្ចឹងយើង back មកវិញមកអានេះគឺ sale បាទយើង back មក sale របស់យើងវិញអញ្ចឹងអាហ្នឹងផ្នែកលក់នេះករណីមួយទៀតគឺយើងឧទាហរណ៍ថាគាត់មកដល់គាត់ចុះកុងត្រាយកតែម្ដងគាត់អត់មានធ្វើការកក់អីទេគាត់ចុះកុងត្រាយកតែម្ដងអញ្ចឹងដោយសារតែកន្លែងនេះយើងចុចលើ create មកបាទ property យើងដោយសារតែ property យើងអត់មានសម្រាប់លក់អញ្ចឹងយើងឧទាហរណ៍ឥឡូវយើងចូលមកបើក property មួយនេះសម្រាប់លក់មួយទៀតចុះយើង edit វាឧទាហរណ៍ថាមួយហ្នឹងយើងសម្រាប់លក់បាទ for sale បាទយើង sale មកតបមកឧទាហរណ៍តិជនហ្នឹងគាត់មានលុយគាត់ដើរមកគាត់អត់គិតច្រើនទេដោយសារតែគាត់មើលពាណិជ្ជកម្មអីយើងឲ្យអស់ហើយគាត់ដឹងហើយចូលមកគាត់ទិញតែម្ដងអញ្ចឹងយើងចូលមកផ្នែក sale មកហើយយើងចុច create យកតែម្ដងអញ្ចឹង sale ថ្ងៃហ្នឹងយើងរើស property មួយនេះមករើស customer ដោយសារតែកន្លែងនេះគាត់អត់បានកក់អីទេយើងលក់ចុះកុងត្រាយកតែម្ដងបាទគាត់មកគាត់មានកក់មានអីអត់និយាយច្រើនគាត់ discount ឲ្យគាត់$500អញ្ចឹងនៅសល់តែ$9500អញ្ចឹងយើងអាចគាត់ចង់បងផ្ដាច់ឬក៏មិនឬក៏បងជាដំណាក់កាលបាទបងផ្ដាច់យើងរើសយកបងផ្ដាច់អាហ្នឹងអត់មានធ្វើ schedule អីទេតែបើយើងយក installment យើងរើសយក installment មកគឺអាហ្នឹងបងរំលោះបាទអញ្ចឹងកន្លែងនេះខ្ញុំភ្លេចបញ្ជាក់កន្លែងនេះ stake នេះគឺមានថាយើងបង់ជាដំណាក់កាលឧទាហរណ៍ថា3ខែម្ដងអីចឹងណាបាទ5ខែម្ដងឬក៏1ឆ្នាំម្ដងអាហ្នឹងតាមជាក់ស្ដែងប៉ុន្តែ stake នេះយើងមិនសូវជាពេញនិយមប្រើទេដោយសារតែយើងការប្រមូលលុយ3ខែម្ដងវាធ្វើឲ្យយើងអត់មាន relationship ជាមួយអតិថិជនអញ្ចឹងជាទៅយើងយក installment តែម្ដងទៅតែបើអតិថិជនមានលទ្ធភាពយើងអាច pay off តែម្ដងបាទជាទៅយើងយក install payment មកខ្ញុំឧទាហរណ៍ជាទៅនៅក្នុងផ្នែកហ្នឹងអូខេឥឡូវគាត់ discount 500គាត់ខែហ្នឹងហើយគាត់មានលុយគាត់ deposit ម៉ាន500ទៀតបាទឧទាហរណ៍ណាអញ្ចឹងសល់តែ9000ទេអញ្ចឹងគាត់ហើយអា500ធ្វើជា principal ទាំងហ្នឹង500ហ្នឹងហើយ500គាត់បង់តាម ABA ហើយយើងអត់មានអ្នក sale គាត់ដើរចូល office ទិញយកតែម្ដងអញ្ចឹងគាត់ sale នេះយើង select មើលអានេះត្រូវ require ណាអញ្ចឹងអានេះបើសិនជាគាត់ដើរចូលមកយើងរើសយកខ្លួនឯងមកណាយើងជាអ្នកបង្កើតណាភាសាយើងរើសយកមកបាទយើង sale មកហ្នឹងហើយអញ្ចឹងដូចគ្នាដំណាក់កាលខ្ញុំបង្ហាញមិញអញ្ចឹងគឺយើងអាច generate schedule អីឡើងវិញគេ9000នេះគាត់ start បង់ថ្ងៃណាឥឡូវឧទាហរណ៍ថ្ងៃហ្នឹង23គាត់មកធ្វើថ្ងៃហ្នឹងខែក្រោយគាត់ចាប់ផ្ដើមបង់ប្រាក់អញ្ចឹងខ្ញុំប្រើសញ្ញានេះមកលើក្រោមអានេះទៅមុខទៀតខែសុំទោសខែមុនអានេះខែបន្ទាប់នេះជូននេះអញ្ចឹង23នេះចុចលើហ្នឹងមកអូខេអញ្ចឹងគាត់ start បង់នៅថ្ងៃ23ខែ6ឆ្នាំ2025ខែក្រោយណាឧទាហរណ៍គាត់ធ្វើថ្ងៃហ្នឹងណាអូខេអញ្ចឹងដូចគ្នាដដែលតើយើងមាន no interest អី payment អីអត់បាទបើអត់មានទេយើងរំលងយើងចូលមកដល់ផ្នែកនេះតែម្ដងនេះអញ្ចឹងឧទាហរណ៍គាត់បង់រយៈពេល12ខែយើងដាក់12ខែតែម្ដង generate ឃើញយើងឃើញថាគាត់អត់មានលើកលែងការបង់ប្រាក់ដែលគ្មានការប្រាក់ទេអញ្ចឹង12ខែនេះគាត់បង់ការប្រាក់តាំងពីខែទី1អូខេឥឡូវថាត្រូវហើយយើងរក្សាទុកបាទតមកខែក្រោយគាត់ចូលមកខែក្រោយចូលមកអតិថិជនឈ្មោះអីគេឬក៏កុងត្រាបងលេខប៉ុន្មានយើងសួរអញ្ចឹងណាឬក៏លេខទូរស័ព្ទបងប៉ុន្មានអញ្ចឹងនេះយើង search លេខទូរស័ព្ទឃើញទេចេញមកឬក៏គាត់ចាំនឹងលេខកុងត្រានេះ search តាមលេខកុងត្រាចេះមកហើយចុចមកយើងមើល schedule មកឬក៏ payment តែម្ដងចូលក្នុង payment អត់ទាន់មាន payment ទេនេះ new payment អញ្ចឹងថ្ងៃ23 system វាចាប់ដឹងបាទគាត់អត់មានលើសអត់មាន late អីទេអញ្ចឹងបង់$800បាទជាសាច់ប្រាក់បាទ sale
first payment យើង note វាតិចមកណាបាទយើង note វាមកកុំឲ្យវា blank system វាអត់អនុញ្ញាតទេបាទអញ្ចឹងយើងឃើញយើង pay បានណាយើងអាច print receipt ឲ្យគាត់បានបាទ print receipt មករួចរាល់អញ្ចឹង transaction យើងចប់បាទគឺយើង click តែ2 3 click 2 3 click យើងបានការងារមួយបាត់បាទអញ្ចឹងអរគុណច្រើនបន្តទៀតខ្ញុំនឹងធ្វើវីដេអូបន្តទៀតបាទអរគុណ